ធ្លាប់តែលឺចាស់ថាពេលដែលច្បងកោចោលអញ្ចឹងមេធ្លាក់ភ្លៀងមកលួយច្បងនោះវាដុះផ្សិតហើយនេះបងប្អូនអើយនិយាយពីច្បងនាងខ្ញុំនេះកោចោលtừឆ្នាំមុនឥឡូវដុះផ្សិតមែនប្តីខ្ញុំក៏ដកយកហើយបានឡើងច្រើនដែរហ្នឹងបងប្អូននេះហើយនេះតតែហេកអញ្ចឹងមិនដឹងថាមានផ្សិតដល់ហើយដកលសតប៉ាត់ហ្មងអត់មានកម្រងទេបងប្អូនអើយថាតែដកផ្សិតហ្នឹងបាទម្ដុំនេះវិញនិយាយពីខ្ញុំដើរឡើងចង់ទួផ្លូវអស់ហើយសំណាងឯអត់ជន់វានេះមើលមកគុំនេះអូយឡើងល្អដកកំពុំមិនតាន់មានដកអារីហ្នឹងហើយឥឡូវមើលម្ដុំនេះម្ដងនេះហើយវាម្ដងគលៀតគលងអញ្ចឹងមិនណាតែដឹងថាមានផ្សិតដងនេះបានកំពុំខ្លះហើយមើលនេះឡើងល្អគិតទៅតំណាំអារបស់មិនបានថែទាំនោះវាខំប្រឹងរស់ឡាតែដរស់មើលទៅឡើងល្អហើយបើសូវសាកបដោះធំត្រូវឲ្យសក់ដោះឯផ្សិតនឹងរៀងពិបាកបដោះដែរហ្នឹងណាខ្ញុំដកបានប៉ុណ្ណេះហើយមានរីកខ្លះកំពុំខ្លះអញ្ចឹងទៅពីព្រោះថាផ្សិតហ្នឹងវាដោះខ្លួនឯងបានបដោះធំត្រូវទេពេលដកហើយក៏ប្រញាប់ទៅផ្ទះវិញបងប្អូនអើយបន្នំបានទៅដល់ផ្ទះវាល្ងិតតិចហើយឃើញម្រះប្រើគេតាមផ្លូវនេះស្រែកសុំម្ចាស់ផ្ទះគេគាត់គិតចិត្តល្អទៀតឲ្យខ្ញុំកាច់នេះបានមកកណោឡើងល្អទៀតណាគ្រាន់តែមកដល់ផ្ទះភ្លាមនេះបើកទូទឹកកកឆាច់ឃើញសាច់ជ្រូកវឹបអីសំណាងបងប្អូនអើយចេះមានសសាច់ជ្រូកមួយដុំទៀតនឹកស្មានពីព្រៃមកថាឆាផ្សិតតេហើយសូមបងប្អូនកុំភ្លេចជួយ follow page និង subscribe នេះខ្ញុំម្នាក់មួយផងនេះឥឡូវចូលមកដល់វគ្គចិត្តយកដីចេញម្ដងហើយបងប្អូននេះហើយនាងខ្ញុំចូលចិត្តណាបងប្អូនអើយឲ្យតែបានឃើញផ្សិតនឹងម្ដងមិនតែបានគិតរមមុខថាស្លោអីយូរទេឲ្យតែបានឃើញតែឆាអំពើទុំដាក់ម្រះព្រៅនិយាយពីឆ្ងាញ់បងប្អូនអាចសាកល្បងធ្វើតាមនាងខ្ញុំបានមកមុខនេះតែនេះតែឆ្ងាញ់តែម្ដងបងប្អូនស្លោវារៀងជូរបន្តិចអីឆ្ងាញ់បើថាចេះហល់ទៀតដាក់ហល់វារត់តែពិសេសទៀតតែនេះខ្ញុំមិនសូវចេះហ្មងទេបងប្អូនអើយពេលឆានេះមិនបានដាក់ម្ទេសដាក់អីទេហើយណាមួយវារៀងប្រឡប់ដែរបងប្អូនដល់ពេលអញ្ចឹងបានហៅគ្រឿងក្រៅអីច្រើនពេកទេពេលដែលចិត្តយកដីហើយអស់ខ្ញុំយកវាមកពុះរៀងទូចបែបនេះហើយផ្សិតហ្នឹងបើបានអាកំពុំខ្ញុំស្លោទៀតកានតែពិសេសស្លោហត់តែឆ្ងាញ់ហើយបន្ទាប់មកខ្ញុំយកវាមកលាងទឹកខ្ញុំដាក់អំបិលរៀងក្រដែរកោវាឲ្យលាងអំបិលអស់ហើយបានដាក់ផ្សិតចូលលាងបែបនេះហើយផ្សិតហ្នឹងខ្ញុំលាងរៀងច្រើនទឹកដែរតាមតែខ្ញុំដឹងវិធីលាងផ្សិតហិចហ្នឹងគឺខុសគ្នាតាមចំណងចំណូលចិត្តរបស់បងប្អូនហើយនឹងខ្ញុំចូលចិត្តលាងបែបនេះបើបងប្អូនមានវិធីសាស្ត្រលាងបែបណាក៏បានដែរស្រេចតែបងប្អូនចូលចិត្តទេឥឡូវពេលដែលលាងផ្សិតហើយនេះខ្ញុំមកបញ្ញាប់បេះម្រះព្រៅម្ដងហើយមេកាន់តែយប់ហើយបងប្អូនអើយហើយថ្ងៃហ្នឹងទៅព្រៃនឹងរៀងខកម៉ោងពេលត្រឡប់មកវិញហ្នឹងព្រោះកន្លែងតែដកផ្សិតហ្នឹងហើយពេលដែលបេះម្រះព្រៅហើយនេះបញ្ញាប់យកវាមកលាងទឹកលាងអីចេញឲ្យស្អាតក៏បន្តទៅកាច់យ៉ាឆាប់ដាក់ខ្ទះឆាច់ពេលដែលខ្ទះរៀងក្តៅបន្តិចក៏ចាក់ខ្លាញ់ឈូចាក់ចូលល្មមទេបងប្អូននេះពេលដែលខ្លាញ់រៀងក្តៅហើយដាក់ខ្ទឹមចូលដាក់ចូលទៅបបងលេងចុះលេងឡើងឲ្យរៀងឈ្ងុយល្មមបានហើយក៏ដាក់សាច់ឆឹបចូលបែបនេះទៀតឆាចុះឆាឡើងឆាចុះឆាឡើងឲ្យសាច់នឹងរៀងឆ្អិនល្មមទៅបាននេះខ្ញុំដាក់គ្រឿងតាមក្រោយហើយគ្រឿងក្រៅរបស់នេះខ្ញុំដាក់ដំបងគេហ្នឹងគឺនេះខ្ញុំដាក់ទឹកត្រីនេះឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ទឹកត្រីហើយទឹកត្រីរបស់នេះខ្ញុំប្រហែលតែមកស្ព្រាទេពេលដែលដាក់ទឹកត្រីហើយដាក់ប្រេងខ្យងចូលតាមក្រោយទៀតប្រេងខ្យងហ្នឹងក៏ប្រហែលជាមកស្ព្រាជាងអីហើយឥឡូវដាក់អំបិលចូលមកចាប់ទៀតដាក់ប៊ីចេងចូលក៏ដាក់ស្ករពាងហើយឆានេះនេះខ្ញុំប្រើស្ករពាងហើយក៏ឆាចុះឆាឡើងបងប្អូនអើយនិយាយពីថាឈ្ងុយឡើងពេញផ្ទះកូននោះក៏ទៅពីសួរថាម៉ាក់អើយឆ្អិននៅឈ្ងុយមែនតែនហើយក៏ឆាសាច់រៀងឆ្អិនហើយដាក់ផ្សិតចូលឆប់ទៀតបន្ទាប់មកខ្ញុំឆាត្រឡប់បែបនេះបន្តទៀតឆាវាឲ្យរៀងយូរបន្តិចដែរផ្សិតហ្នឹងកុំឲ្យវាធំហើយដល់ពេលឆាយូរបន្តិចពេលដែលវាសពូនទៅវាចេញទឹកមកណាផ្សិតហ្នឹងសបោទឹកហ่าបងប្អូននេះពេលដែលខ្ញុំងាស់តិចទៀតទៅបាននេះខ្ញុំដាក់អំពិលទុំចូលពេលដែលដាក់អំពិលទុំចូលនឹងខ្ញុំងាស់តិចទៀតពេលដែលងាស់តិចទៀតទៅពេលដែលវាចិត្តឆ្អិនតែម្ដងពេលដែលចិត្តឆ្អិនតែម្ដងបាននេះខ្ញុំដាក់ម្រះព្រៅតាមក្រោយឥឡូវបងនាងខ្ញុំឆ្អិនហើយខ្ញុំដាក់ម្រះព្រៅពេលដែលដាក់ម្រះព្រៅនាងខ្ញុំឆាត្រឡប់តាមវត្ថុទៀតទេឥឡូវមុខម្ហូបរបស់នាងខ្ញុំឆ្អិនហើយបងប្អូនមកភ្លក់ឆាម្រះព្រៅជាមួយនឹងខ្ញុំទាំងអស់គ្នាមួយមុខនេះពិសេសណាស់បងប្អូនអើយថ្ងៃហ្នឹងមានកូនកំមុំរបស់នាងខ្ញុំ2នាក់ចូលរួមភ្លក់មុខម្ហូបរបស់នាងខ្ញុំមុខម្ហូបរបស់នាងខ្ញុំថ្ងៃនេះពិសេសណាស់បងប្អូនគឺបានបន្ទុក100 លើស 100តែម្ដងគឺឆ្ងាញ់កូននាងខ្ញុំញ៉ាំឡើងក៏បួចមាត់តែម្ដង